ស្ដីអ្នកទាំងអស់គ្នាក៏នេះខ្ញុំចេញដំណើរទៅលេងនៅខេត្តបរសៃអនុទៅលេងបែបជាលក្ខណៈគ្រួសារហើយចង់ទៅលេងនៅកោះរ៉ុងដោយសារតែឥឡូវនេះគៀកចូលឆ្នាំហើយអញ្ចឹងចង់ធ្វើដំណើរដើរលេងបែបលក្ខណៈគ្រួសារហើយឲ្យបានមុនចូលឆ្នាំអញ្ចឹងទៅកុំឲ្យមានភាពអញ្ញែអញ្ញែចឹងព្រោះឯងចង់ទៅលេងនៅខាងកោះហើយបើសិនជាចាំដល់ចូលឆ្នាំចាំដើរខ្លាចវាចង្អៀតស្ទះពិបាករកកន្លែងដើរលេងព្រោះឯងចូលចិត្តបែបរៀងស្ងប់ស្ងាត់នេះឥឡូវពងរៀបចំចេញដំណើរទៅចេញពីខេត្តបាត់ដំបងទៅហើយនឹងពងរងចាំគ្នាដែលធ្វើដំណើរចេញមកពីខាងប៉ែតប្រហែលជា10នាក់ជាងពីឡានហើយមកដល់បាត់ដំបងចូលទៅពេញសិនពលហើយទៅដល់ពេញទទួលគ្នា3នាក់ទៀតដោយសារតែសមាជិកនៅខាងពេញនេះជាប់ធ្វើការងារគ្នាដាក់ច្បាប់ចេញល្ងាចនេះអញ្ចឹងត្រូវចូលទៅយកគ្នាទៅពេញ3នាក់ទៀតឥឡូវនេះម៉ោង8មិនទាន់ចេញទៅនេះធ្វើដំណើរចេញពីខេត្តបាត់ដំបងទៅនៅចេញពីម្ដុំចិត្តវិមានឯករាជ្យទៅជាប់មកស្ទឹងកន្លែងសួនហាត់ប្រាណអូខេប៉ុនគេសម្រាប់ចិត្តស្អីខ្ញុំហើយទោះតែពេលនេះខ្ញុំបានដឹងថាគេបានក្បត់ខ្ញុំតាំងពីដំបូងបោះខ្ញុំឈប់tôi nè tôi khai gì ạ Hello ថ្ងៃនេះខ្ញុំចេញដំណើរពីបាត់ដំបងទៅពោធិ៍សាត់ហើយពោធិ៍សាត់តទៅកោះរ៉ុងវិញចឹងណាអូខេអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំធ្វើដំណើរមកដល់ខេត្តពោធិ៍សាត់ហើយមកដល់ខេត្តពោធិ៍សាត់នៅឃើញថាសល់ពេលវេលារៀងច្រើនដែរដោយសារតែមកដល់នេះគឺម៉ោង10ចូល11ហើយត្រូវចាំយកគ្នានៅពេញប្រហែលជាម៉ោង7 8នោះអញ្ចឹងខ្ញុំបញ្ញាប់ទៅដល់ពោធិ៍សាត់គឺនាំគ្នាចូលលេងច្រកលេងបន្តិចរមណីយដ្ឋានទឹកធ្លាក់ច្រកលេងអ្នកទាំងអស់គ្នាកន្លែងនេះក៏ស្រស់ស្អាតដែរហើយអត់សូវមានអ្នកស្គាល់ដែរនេះទស្សនវិជ្ជាតាមផ្លូវចូលទៅច្រកលេងយើងធ្វើដំណើរចេញពីខេត្តពោធិ៍សាត់មកហួសផ្លូវវាក្រុងបន្តិចទេមកពីខាងបាត់ដំបងមកជាឲ្យហួសផ្លូវវាក្រុងប្រហែលជាប្រហែល2 3 គីឡូមានផ្លូវប្របែកមកខាងស្ដាំមួយចូលតាមច្រកខ្លោងទ្វារវត្តដូចជាវត្តស្អីវត្តឈុំវត្តឈុំអីតែស្រួលរហូតទេហើយទេសភាពតាមផ្លូវទៅនឹងវាស្អាតផ្លូវរៀងទូចតិចប៉ុន្តែទេសភាពស្អាតហើយផ្លូវស្រួលដែរទេដោយសារផ្លូវបែកចេញមកគឺជាផ្លូវកស៊ូតែទៅមុខទៅទៀតមានផ្លូវលំនៅតាមនោះទេដល់ចំណុចផ្លូវលំវាមានបញ្ហារៀងពិបាកដែរផ្លូវរឿងខុយប៉ុន្តែមិនឆ្ងាយប្រហែលទេហើយជាប្រហែលគីឡូក៏ផុតផ្លូវខុយហ្នឹងនេះខ្ញុំទៅផុតចូលមកបានតិចហើយខ្ញុំបានជួបជុំគ្នា3ឡានសម្រាប់ថាចូលលេងច្រកលេងតិចសិនព្រោះខាតចូលយូរអត់ដឹងថាមានការអាប់ដេតតែព្រួលអ្វីថ្មីបន្ថែមទៀតចឹងណាហើយណាមួយអ្វីដែលសំខាន់គឺឃ្លានបន្លែព្រៃធម្មជាតិឃ្លានប្រោះស្វាចង់ចូលហ្នឹងដើម្បីទៅដើមស្លឹកប្រោះស្វាតែយ៉ាងយកទៅធ្វើញោមព្រោះបើសិនតែទិញបានយកវាទៅញោមគ្រឿងសមុទ្រជាមួយសាច់ជ្រូក3ជាន់ជាតិមកអូខេប៉ុណ្ណឹងបានផ្លូវចូលមកស្អាតមែនទេពេលដែលយើងចេញផុតភូមិតិចគឺចាប់ផ្ដើមតផ្លូវឆ្លាស់ហើយចូលដល់វាស្រែនេះសម្បូរភ្នំតែទីឲ្យយើងតិចជាងនេះភ្នំស្អាតឆ្លាស់នេះធ្វើយើងកោមកយកមកវាស្រែកន្លែងគេបលែងគោឲ្យមើលជីប្រុងប្រយ័ត្នពេកបងប្អូនដោយសារគោដើរឆ្លងផ្លូវវាអត់មានមើលឡានវិញទេប្រហែលហ្នឹងហោមហើយឃើញទេសភាពស្អាតនេះសកម្មធម៌ជុំវិញភ្នំទាំងអស់តាំងឆ្វេងដៃស្ដាំដៃចំទៅមុខវិញគឺសិតតែ
อน แต่ ស្ โบ ពា ราณ កា มันต้องแต่เชยจังแหละ តែបុរាណនេះទេធម្មតា แต่เชย តែបុរាណផ្សេងអូសាណាទេតាមជនបទព្រៃភ្នំមើលឃើញនេះចំការគេជាប់តាមជើងភ្នំមើលទៅស្អាតណាស់វាអារម្មណ៍ថាគួរឲ្យចង់លេងចង់នឹងលេងក៏មានក្តីសុខដែរខ្យល់ភ្នំបក់មកលហៀងអូត្រជាក់បើអ្នកដែលធ្លាប់នៅក្នុងបរិយាកាសបែបហ្នឹងបាត់ដឹងថាអារម្មណ៍បែបនោះផ្លូវនេះគេអត់ទាន់អភិវឌ្ឍសិនគេអភិវឌ្ឍផ្លូវបន្ថែមទៅទៀតគឺផ្លូវស្រួលនិងស្រង់មកអត់មានផ្លូវណាដែលពិបាកទេយូរឆ្នាំដែរផ្លូវលំតែវាអត់អីយើងជិះស្រួលបានធម្មតាអញ្ចឹងវាអត់មានធ្វើឲ្យការធ្វើដំណើរយើងយឺតយ៉ាវទៅផងយើងអាចបានធ្វើលឿនផ្លូវនេះប្រហែលជាទឹកប្រមាណតែប្រមាណគីឡូហ្នឹងចាំតាមទៅដល់ភូមិគេចូលទៅដល់ក្នុងភូមិគេហៅភូមិហ្នឹងខ្ញុំអត់ស្គាល់លំអនឹងច្បាស់ដែរតែគេមានផ្សារគេមួយជាស្អីទៅភ្លេចផ្សារបាត់បោះឬក៏ផ្សារស្អីដែលចិត្តដល់ផ្លូវបំបីទៅខាងជ្រោលអៀងភូមិផ្សារណាទេគេផ្លូវបាត់ស្នាមមួយ តែเชยจะได้เออ អញ្ចឹងខាងស្នាមដៃទេណាអាហ្នឹងផ្លូវរថភ្លើង ได้เพิ่ม ផ្លូវរថភ្លើងរត់មកដល់ច្រកលៀងនេះបងអ្នកដែលចង់ធ្វើដំណើរតាមរយៈរថភ្លើងអីក៏អាចមកលេងច្រកលៀងបានដែរឬថាដូចជាបើយើងចេញពីបាត់ដំបងមកយើងចង់ជិះរថភ្លើងមកយើងមានម៉ូតូមានអីចឹងណាយើងអាចលើកម៉ូតូយើងដាក់លើរថភ្លើងហើយយើងជិះរថភ្លើងមកតាមផ្លូវមើលទេសភាពលេងតាមស្រុកស្រែជនបទទៅរហូតមកដល់ខេត្តពោធិ៍សាត់ពោខេត្តនេះគឺផ្លូវរថភ្លើងយើងថាស្នាមដៃនេះឃើញដល់នេះគឺរត់មកដល់ច្រកលៀងមកហើយដល់ជំនាញពេទ្យគេចុះនៅកន្លែងម្ដុំតណាចូលដល់ភូមិជិតដល់ផ្លូវដែលបែកទៅជិតដល់ហ្នឹងហើយរថភ្លើងគេឈប់ហ្នឹងយើងអាចទម្លាក់ម៉ូតូទៅអីយើងជិះម៉ូតូដើរលេងតទៀតសប្បាយមួយយ៉ាងជិះម៉ូតូដើរលេងឆ្អែតទៀតយើងអាចលើកម៉ូតូយើងដាក់ទៀតភ្លើងមកវិញហើយបកមកបាត់ដំបងវិញហ្នឹងបើយើងអ្នកដែលចង់ធ្វើដំណើរបែបផ្លែចឹងណាបែបជិះរថភ្លើងហើយចុះពីរថភ្លើងទីម៉ូតូរបស់ខ្លួនជិះចឹងយើងអាចពិចារណាបានយើងជិះតែពីបាត់ដំបងសម្រាប់តែបាត់ដំបងតែបើពីពេញមកក៏មានដែរវារត់កាត់ផ្លូវនឹងតែមួយដូចគ្នាចុះដល់ចិត្តចូលលៀងបានដូចគ្នាហើយយើងអាចជិះម៉ូតូបន្តដំណើរទៀតលេងតាមច្រកលៀងចេញពីច្រកលៀងទៅខាងវាវែងវាអីបន្តទៀតបានស្រួលស្ដីអ្នកទាំងគ្នាឥឡូវនេះខ្ញុំបានធ្វើដំណើរមកដល់ផ្សារបណ្ដក់ហើយបន្ទុំទៅនេះគឺជាគេហៅផ្សារបណ្ដក់ចឹងឯងហើយសម្រាប់ផ្លូវវាមានផ្លូវបត់បែនច្រើនដែរមិនហ្នឹងចង់វែងដែរព្រោះចេញពីផ្លូវបំបីទាំងមកត្រង់រហូតពេលដែលជិតដល់ពេលដែលផុតពីផ្លូវលំមកដល់ផុតពីផ្លូវលំតិចដល់ផ្លូវបំបីតែមានផ្លូវកស៊ូអញ្ចឹងណាហើយខ្ញុំច្រឡំបត់ឆ្វេងបត់ស្ដាំតាមការពិតមកត្រង់រហូតអត់មានបត់តាណាទេដល់ចំណុចផ្លូវបំបីច្រើនមកត្រង់អត់មានតាណានេះមកបន្តផ្លូវលំមកទៀតអត់បំបីទៅផ្លូវកស៊ូទេមករហូតដល់ផ្សារនេះអានេះថាផ្សារបណ្ដក់នេះដល់ផ្សារអីចិត្តថាអត់នោះត្រូវផ្សារបណ្ដក់ផ្សារបំណក់ហើយទីតាំងផ្លូវដែលត្រូវទៅកាន់ច្រកលៀងហ្នឹងគឺត្រូវទៅហួសផ្សារហ្នឹងតិចផុតពីផ្សារហ្នឹងប្រហែលជាតិចទៅដល់មានផ្លូវបំបីទៅខាងស្ដាំដៃមួយបំបីទៅខាងរមណីយដ្ឋានច្រកលៀងនេះមកដល់នេះមានផ្សារគេធំគូអដែរតាទីប្រជុំជនមួយដែរនៅបណ្ដក់នេះតំបន់ព្រៃភ្នំមកដល់កន្លែងផ្លូវបែកកន្លែងចេញ
Hello អ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំមកដល់ជួបមកដល់ទឹកធ្លាក់ហើយនេះតែអ្នកអត់មានទឹកទេរឿងដូចជាទឹកសតិចដល់ខែឧស្សាហ៍ដូចជាទឹកច្រើនជាងនេះនៅរកចុះលេងទឹកទីសិនស្ដីអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំបានធ្វើដំណើរចេញពីខាងច្រកលៀងមកហើយឥឡូវនេះមកដល់វាផ្លូវវាងក្រុងខេត្តកំពង់ឆ្នាំងហើយបងប្អូនឃើញស្រាប់ហើយទេសភាពស្អាតដល់កជាពិសេសតាមថ្នោតនិងស្អីស្កាស់មើលទៅដឹងស្អីទៅស្អីអីសំខាន់ជាងគេគឺភ្នំឆែបតិចតិចមានលេខផ្ទះថ្មនៅលើហ្នឹងមួយម៉ែអែមចិត្តបល់ចូលបងនិយាយច្រើនគេទៅផ្លេតិចស្អាតបងប្អូនចិត្តដល់អំពេញហើយប្រហែលជាតិចចិត្តដល់អំពេញហើយឥឡូវម៉ោង 3:04 ហើយតែសារវក់លេងទឹកយូរពេកស៊ីម៉ោងអស់ប្រហែលម៉ោងចេញតាំងពីព្រឹកមកឥឡូវទៅដល់កំពង់ឆ្នាំងម៉ោង 4 3:40ជាង 3:50 រំដល់លេខទៅស្អីមកទៅសមាជិកវិញចេញធ្វើការមកហើយស្រាប់យកនេះហើយយើងចាប់តាមតតស្អើទៅតាមខាងកំពង់បន្តទៀតតាមផ្លូវជាកាមេរ៉ាអាហ៊ានលឿនសោះអីគេបងបើយកប្តីវិញគិតថាថតទៅខ្ញុំផងថតតគ្នាអូយចាក់ដៃចាក់ត្រីអូយអូនណាគេមិនណាហើយមានកូនណាលេងអញ្ចឹងមកហើយគាត់ចូលត្រង់ទៅលើអាចចាយដល់មកបលីហ្នឹងអីទិញមកគេនេះខ្ញុំដឹកចាំចិនចំណាពីស៊ីមរៀបទៅដល់សាមឥឡូវទៅសាមទៅតកក់រងហើយយើងទៅកន្លត់ពុទ្ធគុណខាំមកសម្បត្តិម្នាក់$30គ្នាខ្ញុំ20នាក់អស់600ហើយនៅតែគាត់ថាចូលនេះខ្លីអាគេមានណាហៅឡូដៃមកណាដល់អ៊ូចិត្តគូចិត្តគ្នាគូចិត្តគ្នាទៅមើលខាងនោះពីមីផ្សេងសមុទ្រផ្សេងអូពីមីទៅមួយគ្នាបាទទេតែសមុទ្រក្រុមផ្សេងនេះឯងចូលជួននេះទៅនេះ3ជួន Hello មិនលើជួនមក2ជួនមកបាត់វិញមូលអត់អាចមុនចង្អប់មកចង់បាត់ស្មាលើក្រោមហ្នឹងអញ3ជួនមកនោះអូទៅមកអូមែនតាទៅមុខវិញតោះទៅមកទៅគាត់នឹងមកអស់ហើយណាខំមកវិញអាយូយបើទៅអង្គុយដល់មុខក្តៅវិញទេមុខវាសិនជាវាដល់ទេក្តៅវិញទៅតែទៀតមកទេទៅគ្នាពីហ្នឹងពីជួនហ្នឹងបានកបោបសាហាវជាងគេមក10នាក់ទៀតកបោបណាមានកូនខ្លីៗបានទៅបំផុតពេញពេញអញដឹងតាអញលោកទុកស្លឹកសាវរីអូដាក់ដល់គ្នាមួយទៅ
ធ្វើដំណើរចេញពីកំពង់ផែដើម្បីឡើងទៅកោះរ៉ុងមិនស្អាតមិនចេញពីពេញមកដល់ម៉ោង1យប់ដោយសារចូលយកគ្នានៅពេញហ្នឹងប្រហែលជាម៉ោង6ម៉ោងប៉ុន្តែអ្នកដែលត្រូវមកគេចេញធ្វើការម៉ោង7យប់ហើយទ្រាំតែញ៉ាំអីតាមផ្លូវរួចម៉ោងប្រហែលជា10ជាងមិនចេញមកពីពេញមកដល់ម៉ោង1យប់អញ្ចឹងដល់សម្រាប់នៅយប់សិនហើយរហូតដល់ព្រឹកឡើងបានយើងចាប់ផ្ដើមមកកំពង់ផែដើម្បីទិញសមុទ្រទូកបន្តបានទៅកោះរ៉ុងតទៀតឥឡូវចេញទូកទៅហើយ Zoom Jimmy មកចុច Ê, một chút Chơi một chút បើទេបើម៉េចអូបាទ Chị lát anh Đừng tập cái trước mới thử được អូនមានអារម្មណ៍ចង់ពុលបាត់ Nha mà này nhưng đâu cô đặt tới đưa sự lên Chị bằng ái bằng con lại bớt ấp ấp đi để ấp không về lâu chập đam trên phật từ cái bông hà ấy tục chập đam trên từ bây giờ cho anh khó là bắt các bạn tục anh ấy cả nhà đọ mày cả nhà đọ máy anh ấy cả nhà đọ cù vào vậy hả? Wow. Wow. Mình là mình chụp mình nhảy mà bằng hàng lên đặt nuôi hết bằng hàng lên rồi. Cái này hai trăm bao nhiêu tiền còn mình thằng cả lên. Nó non tại mà bó tông là đánh ba đấy con. Nó người cũng có
ពីរនាក់ Anh cho kịp đó. គេមក resort ទេ Đấy, chai. Đó đây. Đâu kia đi này. Đi nguyên là tôi kia mà lấy này. តែយើងលុបអត់ចូល Bố mà lấy. เฮ้ยไม่ใช่รูปฉลาดเอาคะแนนยัง ពេលណាមកឡូវនេះយើងរកកន្លែងដេកបានមុនដំបូងយើងយកថ្លៃតែសោះមកហើយវាគ្នាយើងបាក់លុយយើងទៅដាក់ថាអូខេ Na, chị na. Cảm ơn. Thank you. Đây. thằng màu lực này màu trung tri thùng kia trong rồi nè lan chị ít có cái rồi nhưng mà làm tha đôi mau chấm nát sọc ta vừa vào ai ghê bù cho nó bị chơi nè chắc là một hộp này lấy miếng một hôm bay thon có hay bởi nhằm là tay có hay bạn lươn phê rồi anh thâu ra tốn ở lực mới cha nữa mới được linh rồi đi bây giờ nó được cặp tan trên tầm lại tục tầm bay từ từ trái mở tháp món từ lấy tháp mình tháp tục tục chùa kê mình nhận đặt về vùng nhà bài mấy tiết tẹt tổng tục tầm bay được ta lấy cái nữa lại người ở đây to lắm người chùa kê này to lắm người cài non lâu dưới tàu lại để na đây mà cái tập đó cái tàu à mà ta là lót bỏ khăn mày ta trên này nhưng mà đo lại tao đang lại nó hai mươi na nè ây da mà tàu ây da ui mua ba kìa ngun trong ngọt là nơi dân ban lang lên tục hài bù mà đó là tục này tục là chùa nó dọa không là mấy đặng này các bạn cho những bạn đặc biệt là người tộc là cái chập tạm trên tục tạm về nhái cô nào thì mỗi được chưa tầm mơ thang mò còn thì mơ thang mò ấy là chưa trên từ nó tụt trời không là
con nãy này này hello sát mày sát mày thì lạp bỏ khơi vào đây cứ muốn tôi cứ bay thành không thà ban trai màn cả lỗ muối à một cái chanh tay bị muối tụi tây có hỏng tăng chất hạt để cho tây giải bàn màn cả lỗ phụ trai giá nó tung màn cả lỗ ở tay rồi anh này không xôi trên kia mà pram cả lỗ chặt lẹ nâng ngay ta bạn bảo biết anh bảo biết tay thông ăn khơi này vì tiên cái trạ có suy ban mặt phụ có suy ban mặt đấy riêng 5 kg mình triêm thăng đã tới 5 kg này có ai biết cái đau không có ai biết cái đau không ไปมาก็ได้จะมาตุ้งปูแม่ปูซีนะปูเอาแต่จอดได้นบ้านเต้ปูจังได้เตี้ยนะปูบ้านไหนอยู่บูรสุยบ้านมวยบ้านไหนหนูนะก็น่ะหนูบ้านมวยหนูไม่เป็นหน้าไหน đủ bán đi đủปูสู้กดมาอะไรใส่หมูม้าใส่หนูเหรอ ปูเลิกđá hay lo bạn ซีหนู นู่เลิกđáซะนะปูเลิกđáซะนะchết tiền em khơi cho này ôi bây giờ khơi cho nhưng mà khơi cho lâu này đấy để quật khơi ổn trai lênปูซีนะปูยังกันละจังก็ซื้อบ้านนั่น sân đây ô bạn nó ba sao mau mà tôi trên mà trên tàu thì có hồng của nhà có vì đa lên giờ về một ngày từ 4 tháng nó pin ngay ta lấy nơi đó pin ngày thì sao về lấy những trong sự việc về thì phải xây trên cái nghiền phải lên là nơi có hồng ngày có nó về hàng có hồng mình
ជ្រោះកន្លែងទឹកជ្រោះតាให้ออนเมนตึกធ្លាក់ផង អត់មានទេ មានតិចបន្តែភាសាទឹកធ្លាក់បែប